សូមបងប្អូនលោកដែលមានព្រះគម្ពីរសម្បានបើកដល់គម្ពីរពេត្រុសខ្សែទី2ចំពុក3នៅទំព័រ1584គម្ពីរពេត្រុសខ្សែទី2ចំពុក3ខ18ចូលឲ្យអ្នករាល់គ្នាចម្រើនឡើងក្នុងព្រះគុណហើយក្នុងការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នាសូមឲ្យទ្រង់បានសេរីល្អនៅជាន់ឥឡូវនេះដល់រាបដល់អស់កាលជានិច្ចសូមបានសម្រុំចិត្តអធិដ្ឋានដើម្បីនឹងសូមប្រពោព្រះក្នុងការដែលយើងនឹងសិក្សាព្រះបន្ទូលព្រះអង្គជាមួយគ្នានៅពេលនេះព្រះយេស៊ូវឲ្យបង្គំអរព្រះគុណដល់ព្រះអង្គដែលទ្រង់ប្រទានឲ្យបង្គំយើងខ្ញុំបានរំលែកពេលចូលមកថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារបរិសុទ្ធរបស់ព្រះទ្រង់សូមទ្រង់សពប្រតិមានបន្ទូលមកដល់ចិត្តបង្គំយើងខ្ញុំតខ្លួនម្នាក់តាមរយៈការសិក្សានៃព្រះបន្ទូលព្រះអង្គនៅថ្ងៃនេះទូបង្គំអរព្រះគុណដែលសូមអធិដ្ឋានទូថ្វាយក្នុងគ្រប់ការទាំងអស់ក្នុងព្រះនាមនៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែននៅក្នុងកាន់គម្ពីរលោកុបានជំពូក1និងជំពូក2បានចែងឲ្យយើងបានដឹងថាព្រះទ្រង់បានបង្កើតមនុស្សមកឲ្យរស់នៅលើផែនដីនេះហើយទ្រង់បានបង្កើតគេមកជាប្រុសជាស្រីដែលរស់នៅដោយមានការប្រកបតាក់ទងល្អជាមួយនឹងព្រះដែលទ្រង់បានបង្កើតគេមកក្រោយមកនៅក្នុងបទគម្ពីរលោកុបានជំពូក3បានប្រាប់យើងឲ្យបានដឹងថាដោយការមិនស្ដាប់បង្គាប់ដែលនាំឲ្យគេបានដាច់ចេញពីព្រះដែលបង្កើតគេមកហើយការមិនស្ដាប់បង្គាប់នោះឯងគឺជាអំពើបាបនាំឲ្យមានការដាច់ការប្រកបតាក់ទងជាមួយនឹងព្រះហើយព្រលឹងវិញ្ញាណរបស់ផងគេបានត្រូវស្លាប់គេមិនអាចនឹងតាក់ទងជាមួយនឹងព្រះបានប៉ុន្តែព្រះដែលបានបង្កើតមនុស្សមកព្រះអង្គទ្រង់មានព្រះハរតីស្រឡាញ់ចំពោះមនុស្សហើយព្រះអង្គបានប្រទានចម្លើយសម្រាប់ឲ្យមនុស្សអាចនឹងមានទំនាក់ទំនងជាមួយនឹងព្រះឡើងវិញដោយទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ព្រះនាមព្រះយេស៊ូវគ្រីស្ទឲ្យយាងមកសុគតនៅលើឈើឆ្កាងជាថ្លៃសងអំពើបាបរបស់ផងមនុស្សប្រយោជន៍អស់អ្នកណាដែលទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទនោះគេបានទទួលជីវិតរួចពីអំពើបាបហើយគេអាចនឹងរស់នៅមានទំនាក់ទំនងជាមួយនឹងព្រះវិញបានគឺឲ្យព្រលឹងវិញ្ញាណរបស់ផងគេអាចនឹងរស់ឡើងវិញដើម្បីនឹងទំនាក់ទំនងជាមួយនឹងព្រះថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនលោកបានសិក្សានៅមេរៀនមួយមានចំណងជើងថាការលូតលាស់ផ្នែកខាងព្រលឹងវិញ្ញាណតើការលូតលាស់ផ្នែកជីវិតខាងឯវិញ្ញាណនោះតកតងនឹងកត្តាអ្វីខ្លះមួយដើម្បីនឹងលូតលាស់ក្នុងជីវិតខាងឯព្រលឹងវិញ្ញាណគឺត្រូវបានមានជីវិតអស់កាលជានិច្ចជាមុនសិននៅក្នុងបទគម្ពីរយ៉ូហានខ្សែទី1ចំពុក5ខ11ហើយនិងខ12នៅទំព័រ1590នេះហើយជាសេចក្តីបន្ទាល់នោះគឺថាព្រះទ្រង់បានប្រទានជីវិតអស់កាលជានិច្ចមកយើងរាល់គ្នាហើយជីវិតនោះគឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ឯអ្នកណាដែលមានព្រះរាជបុត្រានោះក៏មានជីវិតដែរតែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេនោះគ្មានជីវិតឡើយដើម្បីឲ្យអាចនឹងចម្រើនលូតលាស់ខាងឯព្រលឹងវិញ្ញាណបានជាចាំបាច់គឺត្រូវមានជីវិតអស់កាលជានិច្ចជាមុនសិនជីវិតអស់កាលជានិច្ចគឺជាជីវិតដែលមានទំនាក់ទំនងជាមួយនឹងព្រះហើយជីវិតអស់កាលជានិច្ចនោះគឺបានទទួលនៅពេលដែលមានព្រះរាជបុត្រានៃព្រះគង់នៅក្នុងជីវិតហើយដើម្បីមានព្រះរាជបុត្រានៃព្រះគង់នៅក្នុងជីវិតគឺត្រូវតែយាងព្រះរាជបុត្រានោះគឺជាអង្គព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអម្ចាស់ហើយជាព្រះអង្គសង្គ្រោះសម្រាប់ជីវិតការលូតលាស់គឺតាក់ទងទៅនឹងជីវិតដែលរស់ជីវិតស្លាប់មិនអាចនឹងលូតលាស់បានទេតើតែមានជីវិតរស់ទើបអាចនឹងមានការលូតលាស់បានបច្ចុប្បន្ននេះដោយសារវិទ្យាសាស្ត្រមានការជឿនលឿនគឺមនុស្សបានធ្វើការជាច្រើនដែលយើងមើលទៅហាក់ដូចជារបស់ពិត
ในក្នុងចំណោមនោះគឺមនុស្សបានផលិតធ្វើរុក្ខជាតិហើយយើងមើលរុក្ខជាតិដែលបានផលិតមកយើងមើលទៅហាក់ដូចជារុក្ខជាតិពិតពេលខ្លះយើងមើលនឹងភ្នែកយើងឃើញដូចជារុក្ខជាតិពិតមែនពេលខ្លះរហូតដល់យើងយកដៃទៅស្ទាបក៏ហាក់ដូចជារុក្ខជាតិពិតមែនប៉ុន្តែការមួយដែលមនុស្សមិនអាចធ្វើបានគឺមនុស្សមិនអាចធ្វើឲ្យមានជីវិតរស់នៅក្នុងរុក្ខជាតិដែលគេបង្កើតមកនោះហើយការនោះឯងដែលមិនអាចនឹងឲ្យរុក្ខជាតិដែលគេបង្កើតមកនោះលូតលាស់បានឡើយពីព្រោះអត់មានជីវិតខ្ញុំនឹកចាំនៅក្នុងដើមឆ្នាំ1980គឺរយៈកាលប្រមាណជា1ឆ្នាំក្រោយដែលប្រពន្ធខ្ញុំហើយនឹងខ្ញុំបានទៅរស់នៅសហរដ្ឋអាមេរិកហើយខ្ញុំបានដឹងថាឪពុករបស់ផងខ្ញុំនៅរស់នៅក្នុងស្រុកខ្មែរខ្ញុំក៏បានធ្វើសម្បត្តិធានាដើម្បីនឹងយកគាត់ទៅរស់នៅសហរដ្ឋហើយពេលដែលធានាគាត់ទៅមានគ្រួសារមួយគ្រួសារដែលរស់នៅជាមួយនឹងគាត់ដែរក៏សុំឲ្យខ្ញុំធានាទៅជាមួយផងហើយនៅក្នុងគ្រួសារនោះគឺមានកូនស្រីម្នាក់អាយុប្រមាណជា10ឆ្នាំក៏បានធានាទៅរស់នៅសហរដ្ឋថ្ងៃមួយប្រពន្ធខ្ញុំហើយនឹងខ្ញុំបាននាំគ្នាទៅហាងទំនិញទិញសម្លៀកបំពាក់នៅហាងទំនិញធំមួយហើយក្មេងស្រីនោះក៏ទៅជាមួយដែរពេលដែលចូលទៅហាងទំនិញលក់សម្លៀកបំពាក់នោះឃើញមានមនុស្សជាច្រើនចូលទៅហាងទំនិញនោះហើយក៏មានរូបមនុស្សជាច្រើនដែលគេបានតាំងឡើងហើយគេបានស្លៀកពាក់សម្លៀកបំពាក់ស្អាតហើយផាត់មុខយ៉ាងស្អាតហើយពេលដែលដើរចូលទៅគឺមើលទៅប្រហាក់ប្រហែលគ្នានឹងមនុស្សដែលចូលទៅទិញក៏ឃើញស្អាតអ្នកដែលឈរដែលគេតាំងជារូបមនុស្សនោះក៏ស្អាតហើយក្មេងស្រីដែលទៅជាមួយវាមើលទៅវាអត់ដឹងណាមួយជាមនុស្សមែនទែនណាមួយជាមនុស្សមិនមែនទែនហើយវាចេះតែឆ្ងល់ដល់វាចេះតែឆ្ងល់វាចេះតែយកដៃទៅលូកមើលដល់មនុស្សដែលអត់មែនទែនវាស្មានតែមនុស្សវាលូកទៅអត់មានកម្រើកសោះណាបើដល់វាចេះតែលូកទៅប៉ះលើមនុស្សមែនទែនមនុស្សមែនទែនគេភ្ញាក់ឡើងកាលណាមានជីវិតគឺមានចលនាមានជីវិតអាចនឹងលូតលាស់បានប៉ុន្តែបើអត់មានជីវិតទេអត់មានចលនាហើយក៏មិនអាចនឹងលូតលាស់បានឡើយដើម្បីឲ្យមនុស្សម្នាក់អាចនឹងមានការលូតលាស់ខាងព្រលឹងវិញ្ញាណបានអ្នកនោះត្រូវតែមានជីវិតខាងឯព្រលឹងវិញ្ញាណដែលរស់ហើយជីវិតខាងឯព្រលឹងវិញ្ញាណដែលរស់គឺជាជីវិតដែលមានព្រះរាជបុត្រានៃព្រះគង់នៅក្នុងជីវិតគឺជាជីវិតដែលមានជីវិតអស់កលជានិច្ចទើបអ្នកនោះអាចមានជីវិតខាងឯព្រលឹងវិញ្ញាណហើយអាចនឹងចម្រើនជីវិតនោះលូតលាស់ឡើងបាននៅក្នុងបទគម្ពីរយ៉ូហានខ្សែទី1ចំពោះ5ខ11និងខ12នេះហើយជាសេចក្តីបន្ទាល់នោះគឺថាព្រះទ្រង់បានប្រទានជីវិតអស់កលជានិច្ចមកយើងរាល់គ្នាហើយជីវិតនោះគឺនៅក្នុងព្រះរាជបុត្រានៃទ្រង់ឯអ្នកណាដែលមានព្រះរាជបុត្រានោះក៏មានជីវិតដែរតែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេនោះគ្មានជីវិតឡើយគ្រីស្ទបរិស័ទដែលពិតប្រាកដគឺជាគ្រីស្ទបរិស័ទដែលមានព្រះរាជបុត្រានៃព្រះគង់នៅក្នុងជីវិតព្រះរាជបុត្រានៃព្រះគឺជាអង្គព្រះយេស៊ូវគ្រីស្ទអស់លោកបងប្អូនដែលមានព្រះរាជបុត្រានៃព្រះគង់នៅក្នុងជីវិតគឺអស់លោកបងប្អូនមានជីវិតអស់កលជានិច្ចជីវិតអស់កលជានិច្ចគឺជាជីវិតដែលរស់ខាងឯព្រលឹងវិញ្ញាណគឺជីវិតដែលមានព្រលឹងវិញ្ញាណរស់ប្រកបតាក់ទងជាមួយនឹងព្រះហើយព្រះទ្រង់សពហឫទ័យឲ្យជីវិតខាងឯព្រលឹងវិញ្ញាណនោះបានលូតលាស់ឡើងលូតលាស់ដោយការស្ដាប់បង្គាប់លូតលាស់ដោយការធ្វើតាមព្រះបន្ទូលព្រះរស់នៅតាមបំណងព្រះហឫទ័យរបស់ផងព្រះដែលសំខាន់
ស់លោកបងប្អូនហើយនឹងខ្ញុំអាចនឹងសួរនៅសំណួរមួយថាតើយើងមានជីវិតអស់កលជានិច្ចហើយឬនៅដើម្បីនឹងឲ្យជីវិតខាងឯព្រលឹងយានរបស់យើងបានចម្រើនឡើងបានលូតលាស់បានគឺចាប់ផ្ដើមពីយើងមានជីវិតអស់កលជានិច្ចពីព្រោះជីវិតអស់កលជានិច្ចគឺជាជីវិតដែលរស់ខាងឯព្រះគឺជាជីវិតដែលខាងឯព្រលឹងវិញ្ញាណយើងរស់ហើយព្រះអង្គសពប្រតិឲ្យជីវិតខាងឯព្រលឹងវិញ្ញាណនោះបានត្រូវលូតលាស់ឡើងទី2ការលូតលាស់ផ្នែកព្រលឹងវិញ្ញាណគឺត្រូវបានកប់ទៅក្នុងដីជាមុនសិនដែលទើបឲ្យជីវិតខាងឯវិញ្ញាណនោះបានចម្រើនលូតលាស់ឡើងបាននៅក្នុងបទគម្ពីរយ៉ូហានចំពុក12នៅក្នុងខ24បងប្អូនលោកដែលមានព្រះគម្ពីរអាចនឹងបើកទៀងជាមួយខ្ញុំនៅទំព័រ1386ប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាបើក្របស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេនោះក៏នៅតែមួយដដែលតែបើងាប់វិញនោះក៏បង្កើតផលជាច្រើនឡើងក្របពូជមួយដែលអាចនឹងលូតលាស់ឡើងបានគឺក្របពូជនោះត្រូវតែស្លាប់ត្រូវតែងាប់ជាមុនសិនជីវិតខាងឯព្រលឹងវិញ្ញាណដើម្បីអាចលូតលាស់បានគឺត្រូវជីវិតដែលជានិស្ស័យសាច់ឈាមបានត្រូវស្លាប់ជាមុនសិនពីព្រោះជីវិតនិស្ស័យខាងសាច់ឈាមតែងតែទាស់នឹងជីវិតខាងឯវិញ្ញាណបានជាព្រះទ្រង់សពហឫទ័យឲ្យជីវិតខាងឯវិញ្ញាណដែលអស់លោកបងប្អូនហើយនឹងខ្ញុំមានឲ្យបានចម្រើនលូតលាស់ឡើងប៉ុន្តែដើម្បីចម្រើនលូតលាស់បានគឺត្រូវតែមានការដែលត្រូវស្លាប់ខាងឯជីវិតនៃនិស្ស័យខាងសាច់ឈាមតើអ្វីជាជីវិតនៃនិស្ស័យខាងសាច់ឈាមនោះគឺជាអាត្មាអញរបស់ផងយើងដែលជានិស្ស័យសាច់ឈាមដែលជាប់នៅក្នុងអំពើបាបសម្រាប់គ្រីស្ទបរិស័ទយើងទទួលបានជីវិតខាងឯព្រលឹងវិញ្ញាណដែលរស់ប៉ុន្តែជីវិតខាងឯព្រលឹងវិញ្ញាណនោះដើម្បីនឹងលូតលាស់បានទាល់តែជីវិតនិស្ស័យសាច់ឈាមយើងត្រូវស្លាប់ជាមុនសិនទើបអាចនឹងលូតលាស់ឡើងបានគ្រាន់តែមានជីវិតខាងឯព្រលឹងវិញ្ញាណដែលរស់នោះមិនទាន់គ្រប់គ្រាន់ទេគឺយើងត្រូវតែបានចម្រើនលូតលាស់បានឡើងបានតើជីវិតត្រូវស្លាប់ខាងឯនិស្ស័យសាច់ឈាមដោយរបៀបណាគឺព្រះទ្រង់អនុញ្ញាតឲ្យយើងរស់នៅដែលមានជីវិតខាងឯវិញ្ញាណដើម្បីនឹងចម្រើនលូតលាស់ហើយព្រះអង្គអនុញ្ញាតឲ្យមានសេចក្តីពិបាកបញ្ហាទុក្ខលំបាកនៅក្នុងជីវិតរបស់ផងយើងប្រយោជន៍ឲ្យយើងបានស្លាប់ខាងឯនិស្ស័យសាច់ឈាមរបស់ផងយើងហើយសាវកពូលលោកបានពិសោធន៍នៅក្នុងជីវិតរបស់ផងលោកយ៉ាងដូច្នោះបើសិនជាអស់លោកបងប្អូនសិក្សាមើលជីវិតរបស់ផងលោកសាវកពូលលោកសាវកពូលលោករស់ក្នុងជីវិតគ្រីស្ទបរិស័ទដែលចម្រើនលូតលាស់ខាងឯព្រលឹងវិញ្ញាណប៉ុន្តែទន្ទឹមគ្នាដែលលោកអាចនឹងរស់ក្នុងជីវិតគ្រីស្ទបរិស័ទខាងឯវិញ្ញាណចម្រើនលូតលាស់បានគឺលោកជួបនឹងបញ្ហាជាច្រើននៅក្នុងជីវិតរបស់ផងលោកដើម្បីឲ្យលោកអាចស្លាប់នៅក្នុងជីវិតនិស្ស័យសាច់ឈាមរបស់ផងលោកនៅក្នុងបទគម្ពីរកូរិនថូសខ្សែទី2ចំពុក4ខ្ញុំអានខ9ដល់ខ11កូរិនថូសខ្សែទី2ចំពុក4ខ9ដល់ខ11មានគេធ្វើទុកតែមិនមែនត្រូវចោលនៅម្នាក់ឯងទេត្រូវគេវាយដួលស្ដោកតែមិនស្លាប់ទេយើងខ្ញុំទុកសេចក្តីសុគតនៃព្រះអម្ចាស់យេស៊ូវនៅក្នុងរូបកាយយើងខ្ញុំជានិច្ចដើម្បីឲ្យព្រះជន្មនៃទ្រង់បានសម្ដែងមកក្នុងរូបកាយយើងខ្ញុំដែរត្បិតយើងរាល់គ្នាដែលរស់នៅនោះយើងត្រូវប្រគល់ដល់សេចក្តីស្លាប់ជាដរាបដោយព្រោះព្រះយេស៊ូវដើម្បីឲ្យព្រះជន្មនៃទ្រង់បានសម្ដែងមកក្នុងរូបសាច់យើងដែលតែងតែស្លាប់នេះ
មួយទៀតនៅក្នុងបទគម្ពីរកូរិនថូសខ្សែទី2ដដែលចំពុក4ខ17ដល់ខ18ត្បិតសេចក្តីទុក្ខលំបាកយ៉ាងសាលរបស់យើងខ្ញុំដែលនៅតែមួយផ្លែតនេះនោះបង្កើតឲ្យយើងខ្ញុំមានស្រីល្អយ៉ាងធ្ងន់លើសលប់ដល់នៅអស់កាលជានិច្ចវិញដោយយើងខ្ញុំមិនរាប់អានរបស់ដែលមើលឃើញឡើយគឺរាប់អានតែរបស់ដែលមើលមិនឃើញវិញត្បិតរបស់ដែលមើលឃើញនោះស្ថិតស្ថេរមិនយូរប៉ុន្មានទេតែឯរបស់ដែលមើលមិនឃើញនោះនៅស្ថិតស្ថេរអស់កាលជានិច្ចវិញសាវកពូលលោកពិសោធន៍នៅក្នុងជីវិតរបស់ផងលោកដែលជាគ្រីស្ទបរិស័ទម្នាក់ដែលមានជីវិតខាងឯព្រលឹងវិញ្ញាណរស់ហើយដែលលោកពិសោធន៍ដើម្បីនឹងជីវិតខាងឯព្រលឹងវិញ្ញាណនោះបានចម្រើនលូតលាស់ឡើងគឺលោកជួបប្រទះនឹងការទុក្ខលំបាកនៅក្នុងជីវិតខាងសាច់ឈាមដើម្បីឲ្យជីវិតខាងសាច់ឈាមខាងនិស្ស័យខាងឯសាច់ឈាមនោះបានត្រូវស្លាប់ទៅដែលជីវិតខាងឯវិញ្ញាណអាចនឹងចម្រើនលូតលាស់បានសម្រាប់អ្នកដែលមិនទាន់ទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទនៅឡើយគេអត់មានជីវិតខាងឯវិញ្ញាណរស់ទេជីវិតខាងឯវិញ្ញាណរបស់ផងគេគឺស្លាប់ដោយព្រោះអីដោយព្រោះគេនៅជាប់ក្នុងអំពើបាបនៅឡើយប៉ុន្តែសម្រាប់គ្រីស្ទបរិស័ទគឺដែលព្រះបានជួយយើងឲ្យរួចពីអំពើបាបហើយនោះហើយដែលនាំឲ្យយើងមានជីវិតដែលប្រកបតាក់ទងជាមួយនឹងព្រះហើយជីវិតដែលប្រកបតាក់ទងជាមួយនឹងព្រះនោះឯងគឺជាជីវិតខាងឯវិញ្ញាណដែលរស់ឡើងវិញហើយជីវិតនោះឯងព្រះអង្គសព្វប្រតិឲ្យយើងបានលូតលាស់ឡើងសម្រាប់អីសម្រាប់ជាកម្លាំងឲ្យយើងអាចនឹងតតាំងជាមួយនឹងខ្មាំងសត្រូវខាងឯព្រលឹងវិញ្ញាណកាលណាអស់លោកបងប្អូនរស់នៅក្នុងជីវិតខាងសាច់ឈាមរូបកាយយើងនេះគឺយើងមានខ្មាំងសត្រូវនឹងជីវិតខាងសាច់ឈាមយើងបើយើងស្លាប់ទៅខាងសាច់ឈាមយើងអស់ខ្មាំងសត្រូវហើយតើអ្វីជាខ្មាំងសត្រូវនៃជីវិតខាងសាច់ឈាមរបស់ផងយើងមានជំងឺរោគីមានចោលខ្មាំងគ្រប់បែបគ្រប់យ៉ាងជាខ្មាំងសត្រូវសម្រាប់ជីវិតដែលយើងរស់ខាងសាច់ឈាមនៅពេលដែលយើងស្លាប់ទៅយើងលែងឈឺទៀតហើយយើងលែងមានចោលមករត់ធ្វើបាបយើងទៀតហើយប៉ុន្តែដរាបណាយើងរស់នៅយើងមានខ្មាំងសត្រូវខាងសាច់ឈាមជីវិតដែលយើងរស់នៅខាងឯវិញ្ញាណដូចគ្នាកាលណាយើងមានជីវិតរស់នៅខាងឯវិញ្ញាណគឺមានខ្មាំងសត្រូវខាងឯវិញ្ញាណគឺជាអរិយបានជាព្រះអង្គសព្វប្រតិឲ្យកូនព្រះអង្គដែលមានជីវិតខាងឯព្រលឹងវិញ្ញាណហើយរស់ខាងឯវិញ្ញាណឲ្យចម្រើនលូតលាស់ឡើងក្នុងជីវិតនោះសម្រាប់អីសម្រាប់ឲ្យយើងអាចយកជ័យជំនះលើខ្មាំងសត្រូវបានគឺជាអរិយនោះឯងទី3ការលូតលាស់ផ្នែកព្រលឹងវិញ្ញាណគឺយើងត្រូវបានទទួលអាហារផ្នែកខាងវិញ្ញាណនៅក្នុងបទគម្ពីរពេត្រុសខ្សែទី1ចំពុក2ខ2ពេត្រុសខ្សែទី1ចំពុក2នៅក្នុងខ2នោះត្រូវឲ្យសង្វាតរកទឹកដោះសុទ្ធខាងឯព្រលឹងវិញ្ញាណវិញដូចជាទារកដែលទើបនឹងកើតដើម្បីឲ្យអ្នករាល់គ្នាបានចម្រើនធំឡើងដល់រាបដល់បានសង្គ្រោះនៅក្នុងបទគម្ពីរនេះបានប្រាប់ឲ្យយើងបានដឹងពីការមួយដែលសំខាន់សម្រាប់ជីវិតរបស់ផងយើងគឺនៅពេលដែលអស់លោកបងប្អូនហើយនឹងខ្ញុំបានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទគឺយើងបានត្រឡប់ជាកូនរបស់ផងព្រះដែលត្រូវការចំណីអាហារខាងឯព្រលឹងវិញ្ញាណដើម្បីឲ្យជីវិតខាងឯវិញ្ញាណនោះបានចម្រើនធំឡើងនៅក្នុងបទគម្ពីរយ៉ូហានចំពុក1ខ12បានចែងថាប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់នោះទ្រង់ប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះទ្រង់គឺសំដៅលើអង្គព្រះយេស៊ូវគ្រីស្ទអ្នកណាដែលទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទអ្នកនោះទទួលបានអំណាចជាកូនព្រះគឺទទួលបានឯកសិទ្ធិជាកូនព្រះហើយកាលណាយើងជាកូនព្រះហើយគឺយើងត្រូវការលូតលាស់នៅក្នុងព្រះយើងត្រូវការចំណីអាហាររបស់ផងព្រះខាងឯវិញ្ញាណដើម្បីនឹងចម្រើនលូតលាស់ឡើងហើយចំណីអាហារនៅខាងសាច់ឈាម
miên đầm nặng cà khang ai bị nhiên có đôi cái này đầm nặng cà sầm rạp câu nơi tôi nơi chia câu tôi cứ trâu cá tực đỏ cù trâu cá tực đỏ mà đài trâu cá đòi vây thông lang man tích trâu cá nhằm bò đòi vây thông hói trâu cá nhằm bài nhằm rồi bỏ rừng pre man tu bỏ phong pre đôi cái này dương trâu cá bị tôi tới đòi thôngในក្នុងបទគម្ពីរហេព្រើរចំពុក5នៅក្នុងខ12ហើយនិងខ13ហេព្រើរចំពុក5ខ12ហើយនិងខ13នៅទំព័រ1557គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូដោយព្រោះជឿជាយូរមកហើយមានន័យថាម៉េចមានន័យថាឲ្យបានចម្រើនវ័យធំឡើងអាចនឹងបង្រៀនគេបានណាចម្រើនវ័យខាងឯវិញ្ញាណគួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូដោយព្រោះជឿជាយូរមកហើយតែអ្នករាល់គ្នាត្រូវការឲ្យគេបង្រៀនទាំងខ្លឹមរបស់បឋមសិក្សានៃព្រះបន្ទូលទៀតហើយមិនត្រូវការនឹងអាហាររឹងគឺត្រូវការនឹងទឹកដោះវិញត្បិតអ្នកណាដែលទទួលទានទឹកដោះនោះមិនប្រសពខាងឯព្រះបន្ទូលនៃសេចក្តីសេចក្តីទេពីព្រោះអ្នកនោះជាកូនតូចនៅឡើយអាហាររឹងអាហាររឹងនោះសម្រាប់តែមនុស្សធំដែលបានបង្ហាត់ឥន្ទ្រីហើយធ្លាប់ខ្លួនហើយដើម្បីឲ្យបានដឹងខុសត្រូវព្រះអង្គសពប្រតិឲ្យយើងបានចម្រើនវ័យធំឡើងខាងឯវិញ្ញាណពីព្រោះយើងមានជីវិតខាងឯវិញ្ញាណហើយព្រះអង្គមិនសពប្រតិឲ្យកូនព្រះអង្គនៅតែតូចខាងឯព្រលឹងវិញ្ញាណនោះទេគឺឲ្យយើងបានចម្រើនវ័យលូតលាស់ចម្រើនវ័យខាងឯវិញ្ញាណឡើងដើម្បីយើងអាចនឹងជួយខ្លួនយើងឲ្យបានជ័យជំនះហើយយើងអាចនឹងជួយដល់អ្នកឯទៀតបង្រៀនដល់អ្នកឯទៀតដែរការលូតលាស់តកតងទៅនឹងចំណីអាហារតកតងនឹងលំហាត់នៃជំនឿរបស់ផងយើងចំណីអាហារគឺជាព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គឲ្យយើងយកមកអានយកមកសិក្សាប៉ុន្តែលំហាត់ដោយជំនឿបានជាពីពេលមួយទៅពេលមួយព្រះអង្គអនុញ្ញាតឲ្យមានសេចក្តីល្បួងមកដល់ជីវិតយើងសម្រាប់ឲ្យយើងលំហាត់ជំនឿដែលយើងជឿដល់ព្រះអង្គយើងទទួលបានព្រះបន្ទូលព្រះអង្គប៉ុន្តែយើងត្រូវលំហាត់ដើម្បីយកព្រះបន្ទូលព្រះអង្គនោះយកទៅប្រើនៅក្នុងជំនឿដែលយើងជឿដល់ព្រះអង្គប្រយោជន៍ឲ្យជីវិតខាងឯវិញ្ញាណរបស់ផងយើងបានចម្រើនវ័យធំឡើងទី4ការលូតលាស់ផ្នែកព្រលឹងវិញ្ញាណគឺតាក់ទងទៅនឹងក្នុងការដាំក្នុងផ្ទះនៃព្រះអម្ចាស់នៅក្នុងបទគម្ពីរទំនុកបង្កើងចំពោះ92នៅក្នុងខ13គេនឹងត្រូវដាំនៅក្នុងដំណាក់នៃព្រះយេហូវ៉ាគេដុះដាលឡើងនៅក្នុងទីលានរបស់ព្រះនៃយើងខ្ញុំតើដំណាក់នៃព្រះសំដៅលើអីដំណាក់នៃព្រះសំដៅលើព្រះវិហាររបស់ព្រះអង្គបានជាព្រះអង្គសពប្រហារតីឲ្យគ្រីស្ទបរិស័ទដែលមានជីវិតខាងឯព្រះលិង្គវិញ្ញាណហើយឲ្យបានលូតលាស់ឡើងហើយផ្នែកមួយនៃការលូតលាស់គឺយើងចាំបាច់ត្រូវតែមានការប្រកបជាមួយនឹងគ្រីស្ទបរិស័ទឯទៀតបានជាព្រះអង្គតែងតែឲ្យគ្រីស្ទបរិស័ទមានព្រះវិហារដើម្បីជួបជុំគ្នាជាមួយគ្រីស្ទបរិស័ទឯទៀតសម្រាប់អីសម្រាប់ឲ្យយើងមានការប្រកបគ្នានៅក្នុងជំនឿដែលយើងជឿដល់ព្រះអង្គដែលយើងថ្វាយបង្គំព្រះអង្គជាមួយគ្នាដែលយើងរៀនព្រះបន្ទូលព្រះអង្គជាមួយគ្នាដែលយើងចេះជួយគ្នាទៅវិញទៅមកនៅក្នុងព្រះបន្ទូលរបស់ផងព្រះអង្គប្រៀបប្រដូចគ្រីស្ទបរិស័ទទៅជាជាមជាសត្វជាមសត្វជាមត្រូវការរស់នៅជាសមូហភាពសត្វជាមត្រូវការរស់នៅជាហ្វូងជាមិនអាចរស់នៅម្នាក់ឯងបានទេគ្រីស្ទបរិស័ទដូចគ្នាយើងត្រូវការរស់នៅឲ្យបានល្អគឺយើងមិនអាចរស់នៅម្នាក់ឯងបានទេយើងរស់នៅដោយមានគ្នាដើម្បីឲ្យយើងចម្រើនឡើងក្នុងជីវិតខាងឯព្រលឹងវិញ្ញាណក្នុងជំនឿដែលជឿដល់ព្រះអង្គបានជាគ្រីស្ទបរិស័ទអស់លោកបងប្អូនទៅដល់ទីណាក៏ដោយគឺតែងតែមានព្រះវិហាររបស់ផងគ្រីស្ទបរិស័ទដើម្បីជួបជុំគ្នានៅក្នុងបទគម្ពីរហេព្រើរចំពុក10នៅក្នុងខ25បងប្អូនលោកអាចនឹងបើកទៀងជាមួយខ្ញុំហេព្រើរចំពុក10នៅក្នុងខ25
ឥតលែងប្រជុំគ្នាដូចជាអ្នកខ្លះធ្លាប់នោះឡើយត្រូវឲ្យកំឡាចិត្តគ្នាទៅវិញឲ្យកាន់តែខ្លាំងឡើងផងតាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយព្រះអង្គសពប្រតិឲ្យយើងកុំឲ្យចោលការជួបជុំគ្នាសម្រាប់អីសម្រាប់ឲ្យយើងកំឡាចិត្តគ្នាឲ្យដឹងថាថ្ងៃដែលព្រះអង្គត្រូវយើងមកជិតដល់ហើយគឺឲ្យយើងជួយគ្នាឲ្យបានរក្សាជំនឿរហូតដល់យើងជួបនឹងព្រះអង្គពេលដែលព្រះអង្គទ្រង់យាងត្រឡប់មកវិញការលូតលាស់ខាងឯព្រលឹងវិញ្ញាណជាការចាំបាច់សម្រាប់គ្រីស្ទបរិស័ទគ្រប់គ្នាបានជាព្រះអង្គសពប្រតិឲ្យយើងបានទទួលជីវិតខាងឯព្រលឹងវិញ្ញាណហើយជាមួយគ្នាឲ្យយើងបានចម្រើនជីវិតឡើងក្នុងជីវិតខាងឯព្រលឹងវិញ្ញាណនោះផងមិនមែនគ្រាន់តែមានប៉ុន្តែឲ្យបានចម្រើនលូតលាស់ឡើងសូមបានសម្រុំចិត្តអធិដ្ឋានព្រះយេស៊ូវឲ្យទ្រង់គុំអរព្រះគុណដល់ព្រះអង្គដែលទ្រង់ប្រទានឲ្យទ្រង់គុំយើងខ្ញុំបានទទួលជឿដល់ព្រះអង្គហើយសារជំនឿនោះឯងដែលនាំឲ្យទ្រង់គុំយើងខ្ញុំទទួលបានជីវិតរស់ខាងឯព្រលឹងវិញ្ញាណសូមឲ្យទូបង្គំយើងខ្ញុំបានចម្រើនធំឡើងខាងឯព្រលឹងវិញ្ញាណដើម្បីទូបង្គំយើងខ្ញុំអាចនឹងមានកម្លាំងឈ្នះអស់ទាំងខ្មាំងសត្រូវនៃជីវិតខាងឯវិញ្ញាណហើយក៏មានកម្លាំងដើម្បីនឹងជួយដល់បងប្អូនរួមជំនឿផងដែរទូបង្គំអរព្រះគុណដល់ព្រះអង្គក៏សូមព្រះអង្គទានពរដល់បងប្អូនទូបង្គំដែលមិនទាន់បានទទួលជឿដល់ព្រះអង្គនៅឡើយបានមានឱកាសនឹងស្វែងយល់មានឱកាសនឹងទទួលព្រះអង្គជាចម្លើយសម្រាប់ជីវិតផ្ទាល់ខ្លួនផងដែរទូបង្គំអរព្រះគុណដោយសូមអធិដ្ឋានទូថ្វាយគ្រប់ការទាំងអស់ក្នុងព្រះនាមរបស់ព្រះទ្រង់គឺជាព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន